ជំរាបសួរសួស្តីពុកម៉ែបងប្អូនធ្លាប់តែចេញជាវីដេអូធ្វើម្ហូបរៀបរាប់អំពីម្ហូបអីចឹងទៅឥឡូវនេះមកចេញប្លុកញ៉ាំម្ដងបងប្អូនគឺថាពួកខ្ញុំនេះក៏អាសាដើរញ៉ាំខាងក្រៅដែរពិសេសគឺម្ហូបកូរ៉េនិងម្ហូបចិននឹងឯងសម្រាប់ម្ហូបចិនវិញច្រើនតែញ៉ាំនៅពេលល្ងាចទៅបងប្អូនមិនសូវជាញឹកញាប់ខ្លាំងទេប៉ុន្តែបើម្ហូបកូរ៉េវិញថាញឹកញាប់មែនតើពិសេសកូនខ្ញុំនឹងឯងបងប្អូនអើយចូលចិត្តណាស់ហើយឃើញស្រាប់ហើយខ្ញុំក្នុងពេកខ្ញុំអាសាផុសគឺមុខម្ហូបបែបហ្នឹងណាគឺដដែលនឹងឯងអត់មានអីប្លែកទេដោយសារជាចំណូលចិត្តរបស់កូនអញ្ចឹងហើយយើងមកញ៉ាំសំខាន់ណាស់នៅហាងកូរ៉េបងប្អូនគឺអនាម័យស្អាតគាត់ធ្វើឆ្ងាញ់ហើយចំណែកឯម្ហូបវិញគឺមានវីតាមីនប្រូតេអ៊ីនគឺថាសារជាតិចិញ្ចឹមសឹងតែគ្រប់មុខហើយសម្រាប់មួយពេលកូនខ្ញុំគឺចូលចិត្តមកញ៉ាំណាដោយសារតែវាមានម្ហូបច្រើនសម្រាប់គាត់ញ៉ាំមកប៉ុន្តែចូលចិត្តជាងគេនេះគឺមីនេះឯងបងប្អូនឃើញស្រាប់ហើយមានពណ៌ខ្មៅមានពណ៌លឿងអីចឹងទៅមីទឹកស៊ុបពណ៌ក្រហមហ្នឹងគឺមានរសជាតិហឹរបន្តិចគេហៅតែចាមពងហើយអាខ្មៅដែលកំពុងចាក់នេះគេហៅចាមៀននេះគឺវាមានរសជាតិមានហឹរមានអត់ហឹរហើយឆ្ងាញ់ណាស់គេអាចហៅថាជាប្រភេទមីខ្មៅមីនេះដើមកំណើតចេញពីប្រទេសចិនទេបើតាមខ្ញុំដឹងណាកូរ៉េក៏គាត់និយាយដែរប៉ុន្តែជនជាតិកូរ៉េយកមកច្នៃចេញជាម្ហូបកូរ៉េបែបនេះគឺថាឆ្ងាញ់ជាងជាតិដើមរបស់ចិនទៅទៀតគឺឆ្ងាញ់មែនតើម្ហូបនេះគឺគេអត់មានម្ហូបកញ្ចក់កញ្ចប់អីច្រើនផ្សេងទេបងប្អូនគឺញ៉ាំជាមួយនឹងពពួកជ្រក់មានជ្រក់ចេថាយជ្រក់រសក់គីមឈីអីចឹងទៅហើយក៏មានខ្ទឹមបារាំងអីជ្រលក់អីផ្សេងដែរខ្ញុំហៅម្នាក់មួយចានក៏ប្តីខ្ញុំវិញគឺញ៉ាំប្រភេទជាចាប់ឆេផាប់ហ្នឹងគឺបាយឆារបៀបថាបាយជាមួយនឹងតាំងហ៊ុនឆាមីដែលពួកខ្ញុំញ៉ាំនេះបងប្អូនគឺគេធ្វើភ្លាមថ្មីតែម្ដងសរសៃវាធំហើយវែងខ្លាំងណាស់គឺធ្វើភ្លាមថ្មីមិនមែនជាប្រភេទមីកញ្ចប់ទេកូនខ្ញុំនឹងចូលចិត្តញ៉ាំខ្លាំងណាស់បងប្អូនអើយជាតិថាទៅផ្ទះខ្ញុំទោះបីជាមិនសូវជាទៅញ៉ាំនៅហាងកូរ៉េក៏ទិញគ្រឿងផ្សំនិងគ្រឿងផ្សេងយកមកទុកធ្វើម្ហូបកូរ៉េឬមួយក៏ទុកប្រើប្រាស់នៅផ្ទះដែរបងប្អូនគឺដូចជាម្សៅស៊ុបទឹកស៊ីអ៊ូវទឹកត្រីអីមីអីផ្សេងអីហ្នឹងប្រេងគ្រឿងចិញ្ចប់អីផ្សេងទៀតគឺនៅផ្ទះភាគច្រើនគឺអ្នកខ្ញុំប្រើរបស់កូរ៉េច្រើនដែរដោយសារគិតគូរពីសុខភាពសុវត្ថិភាពបងប្អូនទៅដល់ហាងកូរ៉េញ៉ាំបាយភាគច្រើនគឺទៅដល់មានតែវិទឹកមានភេសជ្ជៈហើយមានផ្លែឈើទេបងប្អូនគឺគេអត់គិតលុយទេដូចជាហាងនេះជាដើមពេលយើងចូលទៅដល់ដំបូងគឺគាត់ឲ្យស៊ុបក្តាមញ៉ាំ free មួយចានម្នាក់តែម្ដងបងប្អូនឃើញខ្ញុំលើកចាននេះធំបាំងមុខខ្ញុំថាសឹងតែមុខខ្ញុំ3ឯណោះបានប៉ុនចានមួយមិនធម្មតាទេមួយចាននេះច្រើនណាស់ប៉ុន្តែញ៉ាំអស់តែបើសិនជាបាយវិញបងប្អូនមកមួយចានបែបនេះគឺញ៉ាំមិនអស់ទេហើយភេសជ្ជៈដែលខ្ញុំកំពុងញ៉ាំនេះគឺតែក្រូចឆ្មាគឺជូរអែមឆ្ងាញ់មែនតើត្រជាក់ជាទូទៅនៅពេលដែលរួចរាល់ញ៉ាំហើយអញ្ចឹងគឺគេតែងតែមានផ្លែឈើឬមួយភេសជ្ជៈឲ្យនៅតាមហាងកូរ៉េបងប្អូនទឹកវិញគឺញ៉ាំសេរីអត់គិតលុយទេអរគុណបងប្អូនជម្រាបលា